ធ្វើរឿងទាំង3នៃពេលព្រលឹមឡើងចង់សម្រេចការងារអីក៏បានដែរតើបង្កើតលទ្ធផលហើយនៅថ្ងៃមួយដែលអ្នកទាំងអស់គ្នាចង់បានតាមរយៈ20 rule ដែលខ្ញុំនឹងចែករំលែកអ្នកទាំងអស់គ្នាដែលផ្ដោតទៅលើសុខភាពអារម្មណ៍ដួងចិត្តហើយនិងផ្នត់គំនិតព្រោះថាសសរទាំង3ហ្នឹងវាគឺជាផ្នែកមួយដ៏សំខាន់ដែលជួយយើងសម្រេចការងារបានដោយជោគជ័យហើយ rule 23ដងនេះគឺវាចាប់ផ្ដើមពីពេលព្រលឹមឡើងនៅពេលដែលយើងងើបពីគេងភ្លាមៗមកព្រោះថាពេលដែលយើងងើបពីគេងភ្លាមៗមកហ្នឹងវាគឺជា victory hour របស់យើង If you can nail the first hour of your day or these 3 minutes blocks everything else will follow Friends មួយម៉ោងដំបូងនៅពេលដែលយើងងើបពីគេងហ្នឹងសំខាន់ខ្លាំងណាស់ហើយប្លុក20នាទីទាំង3ដែលខ្ញុំបានរៀនហ្នឹងគឺវាបានជួយខ្ញុំច្រើនមែនទែន20នាទីដំបូងដែលយើងងើបពីគេងហ្នឹងគឺផ្ដោតទៅលើ health គឺផ្ដោតទៅលើសុខភាពចុះឧទាហរណ៍ថាយើងងើបពីគេងម៉ោង6ព្រឹកពីម៉ោង6ព្រឹកដល់ម៉ោង6:20នាទីហ្នឹងគឺងើបពីគេងមកគឺត្រូវតែ move body ភ្លាមហ្មងសម្រាប់ខ្ញុំគឺខ្ញុំចូលចិត្តជិះកង់មែនតើមិនក៏ដោយឲ្យបានធ្វើចលនារាងកាយដូចជា go for a walk jogging ខាងក្រៅឬក៏ជិះកង់ព្រោះវាឆាប់បែកញើសប៉ុន្តែអត់សូវជាហត់ខ្លាំងទេពេលយើងបានធ្វើចលនារាងកាយគឺរាងកាយរបស់យើងបញ្ចេញនូវ hormone stress ដែលយើងហៅថា adrenaline ហើយជួយបង្កើន hormone serotonin ដែលធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយ productive ហើយគិតអីក៏ចេញលឿនដែរតែនៅពេលដែលយើង active នៅពេលដែលយើងបានបញ្ចេញញើសអញ្ចឹងគឺរាងកាយរបស់យើងវាបាត់បង់ចិត្តសម្រាប់ខ្ញុំគឺខ្ញុំតែតែមាន Pocari Sweat នៅមួយខ្ញុំរហូតព្រោះថា Pocari Sweat ហ្នឹងគឺមានសារធាតុ ion ដែលស្តៀងទៅនឹងជាតិទឹកក្នុងរាងកាយរបស់យើងអញ្ចឹងគឺវាអាចជួយបំពេញជាតិទឹកនៅក្នុងរាងកាយរបស់យើងបានលឿនហើយវាជួយរក្សាជាតិទឹកនៅក្នុងខ្លួនយើងក៏បានយូរដែរ Friends ខ្ញុំ recommend Pocari Sweat មែនតើ Pocari Sweat ហ្នឹងគឺអភិវឌ្ឍចេញពីសេរ៉ូមហើយបង្កើតឡើងដោយក្រុមហ៊ុនឱសថនៅប្រទេសជប៉ុនវាជួយការពារការបាត់បង់ជាតិទឹកធ្វើឲ្យអារម្មណ៍ស្រស់ស្រាយក្រោយពេលញ៉ាំនិយាយទៅគឺអាចញ៉ាំបានគ្រប់ពេលវេលាហើយគ្រប់សកម្មភាពជាពិសេសគឺនៅពេលដែលយើង active ចេញញើសច្រើនអីហ្នឹងហើយសំខាន់មួយទៀត Pocari Sweat គឺអត់មានបន្ថែមពណ៌អត់មានស្ករសិប្បនិមិត្តអត់មានសារធាតុកាហ្វេអ៊ីនហើយក៏អត់មានសារធាតុរក្សាទុកដែរគឺល្អសម្រាប់សុខភាពហ្មងអូខេឥឡូវយើងចប់20នាទីទី1ឥឡូវយើងចូលដល់20នាទីបន្ទាប់មកទៀតគឺ the 20 minutes for your soul អញ្ចឹងពីម៉ោង6:20នាទីដល់ម៉ោង6:40នាទីហ្នឹងគឺជាពេលដែលយើងត្រូវធ្វើ reflections ហើយនិង journal នៅពេលដែលយើងបានធ្វើ reflections គឺដូចជាយើងបានសរុបសេចក្តីជាមួយនឹងខ្លួនឯងតែសកម្មភាពរាល់ថ្ងៃយើងហ្នឹងគឺវា support ទៅលើ goal របស់យើងអត់ទៅលើគោលដៅរបស់យើងអត់តែអ្វីដែលយើងបានធ្វើហ្នឹងសកម្មភាពមួយណាដែលវាមានប្រសិទ្ធភាពសកម្មភាពមួយណាដែលវាអត់មានប្រសិទ្ធភាពហើយជំហានបន្ទាប់របស់យើងទៀតហ្នឹងតើយើងគួរតែកែប្រែបែបណាទើបឲ្យយើងបានសម្រេចគោលដៅរបស់យើងហើយ20នាទីចុងក្រោយសម្រាប់1ម៉ោងដំបូងដែលយើងងើបពីគេងដែលជា victory hour របស់យើងហ្នឹងគឺ mindset អញ្ចឹងបន្ទាប់ពី active ហើយបន្ទាប់ពីធ្វើ reflection ហើយគឺយើងចូលដល់ learning អញ្ចឹងពីម៉ោង6:40ដល់ម៉ោង7គឺជា learning time សម្រាប់ខ្ញុំអីដែលខ្ញុំអាចផ្ដល់ឲ្យខ្លួនឯងបានដែលជាការរៀនដែលមានថ្ងៃបញ្ចប់ហ្នឹងគឺការអានសៀវភៅហើយនិងការស្ដាប់ podcast ដូចខ្ញុំបាននិយាយនៅក្នុងវីដេអូមុនអញ្ចឹងនៅពេលដែលយើងអានសៀវភៅនៅពេលដែលយើងបានស្ដាប់ podcast គឺដូចយើងមានបញ្ញវន្តមានទស្សនវិទូមាន mentor មួយដែលចាំជួយ guide ផ្លូវចាំជួយណែនាំផ្លូវយើងជាប់ចំណិចមកហើយជួយឲ្យយើងមើលឃើញពិភពលោកនេះធំជាងអ្វីដែលយើងកំពុងតែមើលឃើញខ្លួនឯងរាល់ថ្ងៃអញ្ចឹងទៅគឺវាជួយធ្វើឲ្យការគិតរបស់យើងមានភាពទូលំទូលាយធ្វើឲ្យ problem solving skill របស់យើងការដោះស្រាយបញ្ហារបស់យើងក៏វាមានប្រសិទ្ធភាពជាងមុនដែរ Okay friends so this is what I learned from 20 rule that I think I should share with you guys and I hope you find this helpful ហើយកុំភ្លេចអនុវត្តទាំងអស់គ្នាណាចេញទៅបង្កើតថ្ងៃមួយដែលអ្នកទាំងអស់គ្នាចង់បានចេញទៅបង្កើតលទ្ធផលដែលអ្នកទាំងអស់គ្នាចង់បានតាមរយៈការប្រើ tool មួយនេះ A good day starts with a good morning អញ្ចឹងបើសិនជាអ្នកនរគិតថាវីដេអូនេះអាចជួយអ្នកទាំងអស់គ្នាបានក៏ដូចជាមនុស្សទីស្រឡាញ់របស់អ្នកទាំងអស់គ្នាកុំភ្លេច share វីដេអូនេះផងណា and I'll see you in my next video bye